ចំពោះនោះយើងមិនអាចមើលត្រឹមតែសម្បកក្រៅបានទេពីព្រោះអ្នកខ្លះក៏ចេះសម្ដែងអ្នកខ្លះក៏ចេះបន្លំអ្នកខ្លះរៀបចំខ្លួនយ៉ាងហំប៉ុន្តែខាងក្នុងប្រហោងក្នុងអ្នកខ្លះសម្ដីផ្អែមប៉ុន្តែពឹសពុលអ្នកខ្លះសុភាពរៀបសារមើលទៅខាងក្រៅណាប៉ុន្តែខាងក្នុងកាចសាហាវខូខើអ្នកខ្លះពីដំបូងគឺល្អប៉ុន្តែជាបន្តបន្ទាប់ចេញធាតុពិតគឺអាក្រក់អ្នកខ្លះជួបយើងក្នុងស្ថានភាពល្អស្ថានភាពល្អមានន័យថាស្ថានភាពរបស់យើងល្អចឹងគេហាក់បីដូចជាគោរពឲ្យតម្លៃចឹងទៅដល់តែពេលស្ថានភាពមិនល្អអ្វីទាំងអស់គឺផ្សេងអញ្ចឹងអ្វីដែលយើងត្រូវធ្វើទី1គឺថាកុំវាយតម្លៃឬក៏សន្មត់ស្មានព្រាវត្រឹមតែសម្បកក្រៅមើលចូលទៅខាងក្នុងស៊ើបអង្កេតឲ្យបានច្បាស់លាស់ទី2កុំឲ្យទុកចិត្តត្រឹមតែពាក្យសម្ដីកាយវិការឬអិរិយាបថដែលសម្ដែងពីព្រោះមនុស្សខ្លែងមនុស្សសម្ដែងមានច្រើនណាស់ត្រូវទុកចិត្តរបស់យើងជំនឿរបស់យើងជាកណ្ដាលសិនកុំទាន់អានលូកឬក៏ប្រឡូកប្រឡាក់ចិត្តគំនិតចិត្តថ្លើមអីជាមួយគ្នាទី3រឿងរយៈពេលខ្លីពេកនេះក៏កុំដែរពីព្រោះថាពេលខ្លីយើងអត់ដឹងទេយើងតែងតែនៅជាមួយគ្នាយូរបានដឹងស្គាល់គ្នាយូរបានដឹងព្រោះបានបញ្ចេញនៅធាតុពិតទៅតាមពេលវេលាកលៈទេសៈនិងការងារកាលណាយើងស្គាល់គ្នាយូរនៅជាមួយគ្នាយូរគឺថាវាឆ្លងកាត់នៅកិច្ចការងារមួយចំនួនដែលជាការងារលំបាកឬក៏ដែលជាឧបសគ្គដល់បែបហ្នឹងទៅទើបយើងដឹងថាមនុស្សហ្នឹងមានសមត្ថភាពប៉ុណ្ណាមានចិត្តអត់ធ្មត់ប៉ុណ្ណាមានគុណភាពប៉ុណ្ណាអ្នកខ្លះទ្រាំតែពីដំបូងឬក៏ទ្រាំតែពីស្ថានភាពល្អការងារស្រួលដល់ស្ថានភាពអាក្រក់ស្ថានភាពធ្លាក់ចុះការងារលំបាកអត់ទ្រាំទេបញ្ចេញប្រតិកម្មយ៉ាងស្រាប់ស្រាលឬក៏ចាក់ចេញចាក់ចោលយ៉ាងឆាប់រហ័សការរាប់អានមនុស្សការរួមសហការជាមួយមនុស្សមិនថាជាការរកស៊ីការទំនាក់ទំនងឬស្នេហាគឺយើងត្រូវផ្លាស់ប្ដូរទម្លាប់ពីការងាយជឿគេពេកនោះទៅជាការសិក្សាស្រាវជ្រាវរាវរកនៅទិន្នន័យប្រវត្តិសាវតាឬក៏រឿងរ៉ាវទាំងឡាយណាដែលមានការពាក់ព័ន្ធព្រមទាំងធាតុពិតនៃចិត្តគំនិតរបស់គេសិន